សូមជម្រាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះគឺជាថ្ងៃទី10ដល់ម៉ោងវេលាដែលត្រូវបេក្ខជនបានចេញហើយគឺបញ្ចប់ថ្ងៃទី1បាទថ្ងៃទី1គឺម៉ោង5បាទចេញមកហើយអ្នកខ្លះក៏ញញឹមញញែមទៅទឹកមុខស្រស់ថ្លាទៅបាទអ្នកខ្លះក៏មិនសូវសប្បាយចិត្តដោយសារខ្លះធ្វើមិនកើតបាទប៉ុន្តែសង្ឃឹមថាបងប្អូនធ្វើបានច្រើនបាទនេះហើយកងកម្លាំងយើងក៏បានឈរតម្រៀបជាជួយអន្តរាគមន៍នៅការពារសុវត្ថិភាពជាពិសេសគឺស្ដាប់ធ្នាប់ជួយសម្រួលចរាចរណ៍បាទអូនកាប៉ាននេះបាទបាទនេះឥឡូវទីតាំងនៃវិទ្យាល័យកំពង់ធំចាប់ផ្ដើមចេញហើយបាទហើយក៏មានសាលារៀនមួយចំនួនក៏បានធ្វើចែកខិត្តប័ណ្ណផ្សព្វផ្សាយដល់បេក្ខជនបាទហើយកងកម្លាំងយើងនេះបាទអូនកានេះអំតោបាទឥឡូវនេះក៏ឃើញថាច្រើនហើយចេញមកហើយមិនដែរអូនធ្វើត្រូវអត់អូខ្ញុំបាទខ្ញុំញ៉ែមកច្រើនអូនេះនាំបាទមិនដែរអូនខ្ញុំធ្វើត្រូវអត់ត្រូវច្រើនទេខំ1%បាទនេះអូការចេញមកខ្ញុំញ៉ែហ្មងណាក់វិទ្យាសាស្ត្របាទវិទ្យាសាស្ត្របាទណាព្យាបាលឃើញកូនចេញមកនឹងគឺអារម្មណ៍រំភើបផងអរផងភ័យផងបាទនេះឥឡូវនៅខាងក្នុងច្រើនណាស់បាទរងចាំមើលទស្សនវិជ្ជានៃការបេក្ខជនដែលចេញដំណើរមកធ្វើត្រូវអត់ត្រូវខ្លះខុសខ្លះសុបាយអត់មានអារម្មណ៍ថាមិនដែរមើលអូនមើលមានអារម្មណ៍មិនដែរមើលភ័យអូបាទខ្លះក៏មានអារម្មណ៍ថាភ័យទៅខ្លះក៏សុបាយទៅបាទនេះចាំមើលយើងរងចាំមើលថ្ងៃស្អែកដែលជាថ្ងៃផ្ដាច់ព្រាត់បាទនៅល្ងាចបាទថ្ងៃនេះគឺបញ្ចប់ថ្ងៃទី1ហើយគឺទទួលបានលទ្ធផលយ៉ាងណានោះគឺបានជោគជ័យហើយមួយថ្ងៃសម្រាប់បំណងបាទទិដ្ឋភាពច្រើនណាស់សម្រាប់បេក្ខជនដែលកំពុងតែចេញដំណើរពីបន្ទប់ឡងមកកាន់ទៅរកទីកន្លែងបាទអ្នកខ្លះចេញមកក៏សួរគ្នាថាមិនដែរសប្បាយអត់ត្រូវធ្វើត្រូវអត់ធ្វើបានខ្លះបាទមកជាប់បាទចាំមើលបន្តថ្ងៃស្អែកទៀតអូបាទខ្លះក៏ខុសខ្លះត្រូវខ្លះបាទអរគុណសម្រាប់ការតាមដានសូមអរគុណច្រើន